ខ្លាចចោលតម្លាក់ខ្លាចចោលដើម្បីយើងរួបរวมជាមួយគណៈបកប្រជាជនដែលមានសម្ដេចដែលចូលជារដ្ឋដឹកនាំប្រទេសខ្មែរយើងបាទពួកកន្លងមកយើងថាយើងចាញ់បោកយើងរឹតល្ងងទៅតាមគណៈបកសង្គ្រោះជាតិហើយឡូវមេសង្គ្រោះជាតិសំរងទីរត់ចោលស្រុកបាទកូនចៅទាំងអស់គ្នារងគ្រោះអត់មានដោះស្រាយឲ្យទេមានតែគណៈបកប្រជាជនទេសម្ដេចដែលចូលលោកចូលមុខដោះស្រាយទាំងអស់ទូទាំងប្រទេសមិនរឹងតែប្រទេសខ្មែរទេលើសកលលោកក៏គេគ្រប់គ្រងលោកដែរបាទដូច្នេះយើងលឿនណាប្រទេសខ្មែរយើងបាទនិយាយពីរឿងពិតបាទនិយាយអត់រឿងខ្លាំងអត់រឿងយកអានេះគេថាប្រលុកច្បុកច្បល់ជាមិននិយាយទេបើពីពុកអលួយមែនបើពីគុំគិតពីបាក់ពួកមែនបើពីទីចំណុកធូបប៉ាន់មែនខ្ញុំមិននិយាយអាប្រឡោះនោះអញ្ចឹងថ្ងៃនេះបងប្អូនដឹងហើយថាផ្លាកខ្ញុំដុតលាយហើយបើខ្ញុំដល់រហូតបងប្អូនឲ្យបានមកច្រើនអញ្ចឹងចាំដុតអានឹងវាយូរពេលណាអានឹងចិត្តខ្ញុំវាក្តៅជាងបងប្អូនទៀតបាទក្តៅណាស់ក្តៅត្រង់ថាយើងខំមកខំមហាខំហើយតែទីចុងបញ្ចប់គេរំលាយចឹងយើងត្រូវតែសម្រេចចិត្តបាទសម្រេចចិត្តព្រោះយើងម្នាក់ដឹងហើយឮហើយមិនគួរណាទេមិនតំណាទេអញ្ចឹងបងប្អូនជាប្រដ្ឋដែលខ្ញុំដើរឲ្យតំណាក់ម្ដងគាត់ដើរតំណាក់គាត់ខ្លះគេនិយាយថាគេសោកស្ដាយណាស់បាទសោកស្ដាយណាស់បងប្អូនហើយខ្ញុំស្រក់ទឹកភ្នែកជាងបងប្អូនទៅទៀតខំធ្វើការងារបម្រើបងប្អូនផងខំសពបែបយ៉ាងទាំងអស់សពថ្ងៃសួរសំណាងបាទជីវភាពក្នុងគ្រួសារអីសពបែបយ៉ាងទាំងអស់ហើយវាពាក់ព័ន្ធនឹងអានេះជួបបាក់នេះទៀតដល់គេធ្វើទាំងទៀតទឹកភ្នែកកាន់តែហូរបងប្អូនប៉ុន្តែទៅមុខទៀតនេះជប់ហូរបងប្អូនជប់ហូរហើយបងប្អូនកុំបាច់ខ្លាចអ្នកណាស្រីណាណាជំរាបហើយហ្នឹងឯនេះចឹងវាទៅជាសាច់តែមួយឈាមតែមួយខ្មែរតែមួយបាទចឹងសូមជម្រាបបងប្អូនតទៅយើងទាំងអស់គ្នាបោះឆ្នោតឲ្យគណៈបកជនបាទហើយបងប្អូនឯកភាពអត់ទាំងអស់គ្នាបោះឆ្នោតឲ្យគណៈបកប្រជាជនអត់បងប្អូនបោះលើកដៃអានឹងមកឈ្នះខ្ញុំទៅចាញ់បោឃោសនាគណៈបកពេញមកចោលយើងអស់លីងហើយបាទដល់មកទីទៅបាត់ខ្ញុំទៅខាក៏ពួកលួយទៀតបាទអរគុណណាស់បងប្អូនអរគុណណាស់ជាជួនទេជួយសង្គ្រោះយើងធ្វើប្រងធ្វើស្បែកដល់ប្រជាជនពុទ្ធអរគុណណាស់បាទនេះអញ្ចឹងខ្ញុំសូមអរគុណអនេកកម្មការចំពោះបងប្អូននៅថ្ងៃនេះហើយជាទីបញ្ចប់ខ្ញុំមានអីច្រើនទេសូមប្រសិទ្ធពរជ័យដល់បងប្អូនទាំងអស់សូមឲ្យលោកជួបចាស់តែពុទ្ធពរទាំងឡាយព្រមប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិធិនៈកបីគឺធានដល់ឲ្យបាទសូមអរតែណាមួយស្វាគមន៍